ជារឿងរ៉ាវរបស់ខ្ញុំនេះជារឿងរ៉ាវរបស់ខ្ញុំនេះជារឿងរ៉ាវរបស់ខ្ញុំនេះជារឿងរ៉ាវរបស់យើងក្រោយពីពេលនោះមកគឺគេឲ្យចុះពីលើវិហារហ្នឹងគឺដោតអាខ្សែកដាលនឹងទៀតចងដៃទៅក្រោយហើយហ្នឹងដោតខ្សែកដាលចងកង់អុសរត់ហើយក៏គេយកដំបងវាយប៉ុន្តែជារឿងអាម៉ាស់ដល់បំផុតហ្នឹងគឺក្នុងរបបខ្មែរក្រហមនេះឯងគឺមានការកាប់សម្លាប់ជនជាតិឯងរហូតសឹងតែផ្ដាច់ផ្ដាល់ជីវិតបាទសឹងពាក្យបើយើងនិយាយទូទៅថាបល័យពុជសាសអញ្ចឹងបាទសម្រាប់ជាតិសាសឯងដោយសារតែរឿងអ្នកមានអ្នកក្រហើយយើងអ្នកធំអ្នកតូចអញ្ចឹងក៏មានការកាប់សម្លាប់គ្នាផ្ដាច់ផ្ដាល់ជីវិតបាទមិនត្រឹមប៉ុណ្ណឹងធ្វើឲ្យធ្វើការជាទម្ងន់អត់អាហារហើយអ្នកធ្វើការធ្ងន់ហ្នឹងដូចជារែកដីរែកអីចឹងទោះជាអ្នកឯងស្រួលខ្លួនមិនស្រួលខ្លួនអ្នកឯងត្រូវតែញញឹមឡើងច្រៀងឡើងដើម្បីសុបាយមើលខាងក្រៅវាសុបាយបើតែខាងក្នុងហត់នឿយលំបាកឃ្លានអត់អាហារឈឺចាប់ផ្លូវប្រាណក៏មិនហ៊ានជប់ដែរហើយភាសាខ្មែរចំណកដនខ្មែរហមតាមនេះចឹងទុកមិនចំណេញដកចេញកំខាតដែរលោកឃ្លឿនផននួនជាគេជិះឡានមកឡានស្អាតណាឡានពណ៌ខ្មៅហើយតែមកក៏ជិះឡានអាស៊ីបជិះឡានអាស៊ីបមកហើយฉันតែមកឃ្លឿនផនមកអញ្ចឹងណាមេកខ្ញុំនៅក្នុងបលាយដែលត្រួតថាយើងហែកដីហ្នឹងគេឡើងមកធ្វើមកតាអូលោកឃ្លឿនផនអញ្ជើញមកហើយអញ្ចឹងហើយគេចង្អុលខ្វាត់ខ្វែងអញ្ចឹងគេនាំគ្នាទៅប្រជុំនៅកន្លែងមានភូមិមានដើមឈើប្រជុំដឹងគេរាយការណ៍មិនខ្លះទេលោកគ្រូអើយរាយការណ៍មិនណាខ្លះដល់យប់ហ្នឹងមានយកមនុស្សទៅវាយចោលខ្លះខែ9ប្តីក៏គេយកទៅទៀតគេយកទៅរៀនសូត្រនឹកឃើញសំណោះកូនដូចថាបាត់ទៅអញ្ចឹងមានគេដឹងថាដូចថាបញ្ជូនទៅគេមិនយកទៅរៀនទេកុំជឿថាគេយកទៅរៀនតែមិនស្រួលបាត់ទាំងខ្លួនមនុស្សហ្មងបាត់ខ្លួនគេយកទៅសម្លាប់ចោលលឺសូរធ្នូកំភ្លើង3គ្រាប់ហើយអញ្ចឹងដល់ពេលយប់ហ្នឹងអញ្ចឹងអាប្រធានភូមិទៅហៅទៅតាមសួរថាពូតើគេយកដីខ្ញុំទៅរៀនសូត្រណាថាទៅរៀនសូត្រឆ្ងាយ3ឆ្នាំមកវិញហើយគេថាអញ្ចឹងណានិយាយថាមកយប់ហ្នឹងគាត់មកប្រាប់នឹងយប់មកយប់ហ្នឹងអត់មានចម្រើនទេខ្ញុំដេកយំរហូតទល់ភ្លឺចាហ្នឹងជាការជូរចត់ដែលមិនដែលមានណាចាបងប្អូនខ្ញុំមានម្ដាយមីងខ្ញុំនោះមកពូជត្មងបើខ្ញុំលាក់ណាដល់ដឹងខ្ញុំបុកបងប្អូនខ្ញុំស្លាប់ហ្នឹងខ្ញុំលាក់ពីជីវិតខ្លួនខ្ញុំគ្រូអើយវេទនាណាដែលមានកូនមួយនឹងកូននោះក៏វាបាត់ដំណឹងដែរមានតែមួយគត់ជួងឲ្យខ្ញុំបដើខ្ញុំទៅដល់វត្តមួយនោះឲ្យឡើងលើព្រះវិហារហ្នឹងម្ដងពីរគ្នាខ្ញុំ10នាក់ទៅរត់ជាមួយដំណើរជាមួយខ្ញុំហ្នឹងម្ដងពីរទៅក៏គេចងយកឃ្លុំមុខឲ្យនៅអង្គុយមុខព្រះវិហារហ្នឹងនៅលើព្រះវិហារក្រោយមកទៀតគឺគេផ្ដើទៅទៀតចេញពីវត្តហ្នឹងទៅគេចូលទៅហូបបាយអស់គេទុកឲ្យពួកខ្ញុំនៅតែ10នាក់ហ្នឹងចងដោតខ្សែក្តាលចងទៅក្រោយហើយដោតខ្សែក្តាលនេះចងកង់អស់ទៅមានដើររួចណាគ្រូយូរទៅវាគាំងមកក្រោយអស់មកចុងក្រោយនេះដល់ដើមរួចវាយឯងក្បាលទិលអាដើមទិលពួងយើងហៅទិលពួងអាតាន់ហ្នឹង
ដល់អញ្ចឹងទៅវាយក្បាលឲ្យដើរលឿនណាតើជន់តកែងជើងគ្នាហ្នឹងហើយចេះតែទៅយកអាការស្វ័យបត់នោះព្រមវាយអាមួយថាវាគួងតែងាប់ទេមិនបាច់យកទៅវាយវាគួងងាប់ទេចាប់ថាឯងអង្គុយចុះខ្ញុំបែរមុខទៅឲ្យអង្គុយចុះបែរមុខទៅកើតលីងវាដាក់មកក្នុងបថៅចំត្រង់ប៉ាំងខ្ញុំស្លប់ទៅបានវាថែមក្បាលពីបថៅទៀតដឹងជើងទៅមុនក្បាលទៅមុននេះដាក់ក្នុងដៅនោះវាខ្ញុំអត់ដឹងថាដៅអីមិនដឹងដៅអីទេពោះបែបដាក់វាខ្ញុំនឹកថាដាក់ដងរុញទៅបាត់មកដល់ខ្ញុំឯងរុញទៅអូឈាមរូមកលឺខ្ញុំលាក់មកខ្ញុំគិតណាវាវាយមកប្រឡោះដាក់ប៉ុណ្ណឹងតែពួកវាស្រែកទៅតែម៉ែជួយកូនផងអានេះត្រឡប់ងើបពីត្រឡប់ពួកវាចេះតែវាយបន្តចាំស្ដាប់មើលហើយពួកវាលេងឯងអង្គុយចុះបដើមកខ្ញុំស្ដាប់មើលតើខ្ញុំពិតនឹងចាំងស្ដាប់មើលឯងអង្គុយចុះហើយវាយដូចត្រឡោកដូងទុំអញ្ចឹងនៅខ្ញុំហែលកាត់ខ្មោចកាត់តកៅសុទ្ធតកៅដៃនៅជាប់ផ្លាប់ផ្ទៃទាំងពីរជាន់លីបោះគ្រាប់បែកគ្រាប់មកទៅមកបោះបុបមកទុករាំងទៅងាប់នៅសល់ប្រហែល 4-5 នាក់ទៀតតែយកខ្ញុំចេះសត្វតាកុំសេហើយទៅរស់តែខ្ញុំមួយទៅគ្រាប់បែក2គ្រាប់ទៅពោះខ្ញុំមិនតិចដែរទៅបែបគ្រាប់គ្រូទេខ្ញុំទៀបខ្លួនខ្ញុំទៅជាក់ដូចគ្នាខ្ញុំថាខ្មោចដូចទៅគ្នាដល់អញ្ចឹងខ្ញុំចាប់ផ្ដើមខ្ញុំឡើងហ្មងដល់ត្រាប់ចិត្តភ្លឺខ្ញុំលើកខ្ញុំដើរដល់យប់មកខ្ញុំដើរកាត់នេះមករកជាងផ្លូវមកផ្ទះពីដើមគេហៅគុកមែនហៅគេឲ្យពីដើមហៅគុកអញ្ចឹងសែងចេញមកវាបាំងអាដើមដំឡូងមីមិនឲ្យឃើញអ្នកទោសក្នុងហ្នឹងមើលឃើញទេកាលណាអញ្ចឹងគេវាយនៅប្រហោងតិចហ្នឹងវាសិតថាលួសចំណាញ់សងខាងគេមិនឲ្យមើលឃើញទេមិនដែលជួបសង្គមអីដល់ថ្នាក់ហ្នឹងក៏មិនដែលឃើញដែរខ្ញុំហូបតិចហូបទីគេប្រឡែងចេញមកបបលាយតាមមួយចានមកត្រឡោកគេមានដល់ហ្នឹងដួសត្រឡោកគេមកវែកត្រឡោកដួសដល់អីច្បងស្លឹកដំឡូងមីស្លឹកថ្នាក់ស្លឹកអីក៏ឲ្យតែហូបកើតឲ្យតែពីខ្ចីយកមកលាយបបហូបកើតហើយយប់ឡើងដេកសម្រានអានៀបអញ្ចឹងយកទៅស្កើចគេអាចៃយើងតាមធ្នេខោចៃអាចៃសចៃសាច់យើងហ្នឹងថាគ្មាននិយាយពីសាច់ណែនគ្មានសល់អ្វីណាទេហើយកាលណាវាច្រើនពេកអញ្ចឹងខ្ញុំនឹកឃើញយប់ឡើងដេកក្នុងគុកហ្នឹងដោះអាវមានខោខ្លីមួយចំនួនហ្នឹងខ្ញុំមានខោខ្លីឯងហើយអាវពាក់អាវសល់ពីកន្លែងអ្នកទោសអញគេសម្លាប់ទៅអ្នកនេះស្លាប់ទៅសល់គេខ្ញុំស្លៀកពាក់ខ្លួនឯងអញ្ចឹងជាប់គុកមកជួអញ្ចឹងមកពីជួសងខាងអញ្ចឹងក្បាលនេះអញ្ចឹងប្លុកកដាលទុកសម្រាប់គេដើរមកឆែកផលិតមើលកងជើងដាក់ខ្នោះហ្នឹងកំភ្លើងម្ដងនេះមានរត់រួចទៅរត់អត់រួចទេកាលណាជាប់ខ្នោះហ្នឹងទៅយកអញ្ចឹងយកអាជើងបត់អាឈឺនោមដាក់អីបត់ជើងបត់ដៃអញ្ចឹងយកមកបន្តនេះយកមកចាក់នៅត្រឡប់ទៅសកឡងហមភ្លឺឬផឹកលំឡើងបានខ្ញុំសៃនឹងចេញងាយហ្នឹងសៃនឹងចេញភាសាបាទកាលនោះខ្ញុំអាយុ8ឆ្នាំក្នុងអំឡុងចិត្តបានគ្រូសាខ្ញុំបាទខ្លាយទៅជាជនជាប់ចោតនៅក្នុងរបបខ្មែរក្រហមនោះជាពិសេសនៅក្នុងស21នៅគុកទួលស្លែងនឹងបាទកាលនោះយើងអត់ដឹងថាពាក្យស21ជាអ្វីទេបានគាត់តែយើងនៅក្មេងណាប៉ុន្តែការចាប់បញ្ចូលមកដល់ទួលស្លែងនេះគឺភាពសាហាវរន្ធត់ណាស់បាទគេបញ្ឆោតថាយកមកយើងមកជួបឪពុកនៅភ្នំពេញយើងពិតជាត្រេកអរហើយយើងបានកុមារដែលស្គាល់រថយន្តមកបានជិះរថយន្តមកទៀតយើងគិតថាវាជាពិសេសផ្សារណាស់ដែលបានឪពុកមានកិត្តិយសឲ្យគេទៅយកកូនពីជនបទមកលេងនៅក្នុងទីក្រុងភ្នំពេញហើយយើងគិតថាមកដល់ភ្នំពេញនេះពិសេសផ្សារទៀតរកជាកុមារជំនាន់នោះយើងក៏បានជិះឡានបន្តជាមួយខ្មែរក្រហមមកទៀតសាច់យើងឃើញរបងបលាលួសវែងបរិះដែលស្លៀកពាក់កៅអៅខ្មៅហើយនឹងមានកាន់កំភ្លើងអាការហ្នឹងហើយយើងរំពឹងជោគថាយើងត្រេកអរទៅជាផ្លាស់ប្ដូរភ្លាមបាទស្រាប់ពួកគេស្រែកសម្លុតម្ដាយយើងអញ្ចឹងបាទនេះយើងតក់ស្លុតភ្លាមថាគេមកគិតថាយើងនឹងជាកុមារឬជាអីគឺឪពុកជាខ្មែរគឺត្រូវតែគេចាប់ទាំងគ្រួសារទាំងអស់សម្លាប់គេថាសុកចិត្តសម្លាប់ខុស100មិនឲ្យរួចមួយទេបាទនៅខ្មែរក្រហមគេថាដកស្មៅដកទាំងរឹស
គោលការណ៍ណាដែលកុមារដែលធំឡើងដឹងក្តីថាគេសម្រាប់ឪពុកម្ដាយច្បាស់ជាពួកគេមានការធ្វើការសងសឹកហើយម្ដាយខ្ញុំមានសភាពយឺតយ៉ាវដោយតែគាត់មានជំងឺហើមពេញខ្លួនហ្នឹងបាទគេច្រើនគាត់ទម្លាក់លឿនឡានបានគេរុញច្រានគាត់ចូលបន្ទប់សួរចម្លើយនិងថតរូបដោយសារម្ដាយខ្ញុំជាអ្នកខេត្តកំពង់ស្ពឺគាត់និយាយរដើរអត់ច្បាស់ហើយទីមួយគាត់អត់យល់ពីសំណួរពួកខ្មែរក្រហមសួរដូចជាសំណួរពាក្យជ្រៅពីនយោបាយតាក់ទងអីហ្នឹងគាត់អត់យល់ទេបាទហើយគាត់ឆ្លើយខុសចាប់ធ្វើទរណកម្មគាត់ហើយគេចាប់ដើមវាយធ្វើទរណកម្មឲ្យឆ្លើយតគ្នាដល់គេចាប់បានទាំងអស់គឺអត់កិច្ចរួចផុតទេអានេះការគេថាអង្គការបដិវត្តអីមហាអស្ចារ្យមហាលូតផ្លោះហ្នឹងបាទមកផឹកវាយទៅហៅយកសួរចម្លើយហ្នឹងយកវិញយកសួរចម្លើយពីសម័យនោះគេចងកណាត់កស៊ូធប់មុខគេតែយើងអត់ឆ្លើយចងធប់កស៊ូយើងហៅកណាត់ភ្លៀងចងស្លាបសេចងកស៊ូហើយគេដាក់ដបងគេវាយដបងបើនិយាយពីស្ត្រីវិញអបបាក់មើលណាស្ត្រីมันគួរណានិយាយមិនបាក់វាយខ្ញុំវាយឡើងវាយក្បាលទៅក្រោយនេះវាយក្បាលតន់បាត់ហ្នឹងខ្វាយវាយក្បាលក្រោយនេះភ្លើងរាំងវាយបាទទរណកម្មវាយមកថាយើងងាប់រស់ក៏ងាប់រស់ងាប់វាអត់គិតអីទេសួរចម្លើយតាក់ទងគិញសេអាអញ្ចឹងឬក្បត់គេហៅក្បត់ជាតិចំនួននោះគេហៅក្បត់ជាតិគិញសេអាជួការគេប្រើយើងឲ្យទៅនេះទៅនោះអញ្ចឹងយើងយឺតយ៉ាវក៏គេវាយដែរយើងដើរមិនទាន់យកចំនួនហ្នឹងអូនណាយវាក្បាលជង្គង់ធំជាងខ្លួនមានហូបបបតែយូររួមមានក្បាលពុះក៏ល្មងឲ្យក្បាលជង្គង់ការគេវាយឲ្យងាប់វាយធ្វើមិនបើឲ្យងាប់រស់ក៏រស់បើឯងជាប់បានយូររស់ក៏រស់បើមិនរស់ងាប់ក៏គេយកកប់ចោលแล้วហ្នឹងអត់មានគិតអីទេកន្លែងនោះពួកគេបានចាប់ក្បាលម្ដាយខ្ញុំបោកតុកភឹងយ៉ាងទៅខ្ញុំឃើញថាចាប់ពីពេលនេះទៅមិនមែនរឿងល្អទៀតទេយើងស្លុតណារត់ទៅជួយម្ដាយហក់ទៅឲ្យម្ដាយជួយហ្នឹងព្រោះសារគេយកខ្នោះមកដាក់ជើងគាត់ហ្នឹងខ្ញុំសួរថាម៉ែស្អីគេនឹងដាក់ជើងហ្នឹងម៉ែអីគេចាំមិនដាក់អាហ្នឹងយើងមានរឿងអីម៉ែនៅមកទីនេះរឿងអីគឺមកយប់ហ្នឹងម្ដាយខ្ញុំអត់មែនគាត់បក់បួយើងរហូតហើយប៉ុន្តែទឹកភ្នែកគាត់ស្រក់រហូតអត់និយាយទេគេស្អីថាក្មេងៗទាំងអស់ទៅចុះនៅខាងក្រោមម្ដាយខ្ញុំស្ទុះផ្លែតអោបខ្ញុំឲ្យខ្សឹបដាក់ទៅជាកូនមើលបងអូនកូនមានរឿងអីកំរត់ចោលបងអូនបាទគេចាប់យើងមិនបាច់ចេញពីម្ដាយមកគេបញ្ជូនយើងទៅដាក់ខាងក្រោយអាគារទី3ហ្នឹងបាទគេធ្វើរនកម្មគឺចាប់បំបែកម្ដាយបាទគេក៏ត្រាក់យើងខ្លាំងចេញពីម្ដាយមកអញ្ចឹងហើយម្ដាយនិងកូនតោងដៃគ្នាអញ្ចឹងហើយកុមារដែលទូដែលនៅហ្នឹងក៏ចាប់ចេញពីដើមទ្រូងម្ដាយដែរ3នេះគឺពួកវាអត់តន់ចេះញ៉ែអត់ចេះតន់ចេះហូបបបអីហងបាទយើងលេចទៅមើលខាងលើតែប្អូនខាងក្រៅប្អូនអញ្ចឹងស្រាប់តែឃើញម្ដាយខ្ញុំឈរកាន់ប្អូនអញ្ចឹងសម្លឹងមកមើលកូននោះហើយស្រក់ទៅព្រៃលហាមនោះភ្នែកគាត់ជូតទៅភ្នែករហូតយើងកំពុងអារម្មណ៍ឆ្ងល់ច្បោកច្បល់ហ្នឹងបាទទី1ចង់ជួបម្ដាយទី2ឃ្លានទី3ខ្លាចគេធ្វើទរណកម្មយើងដូចម្ដាយយើងអញ្ចឹងហើយតែពេលយើងគិតដល់ហ្នឹងហើយយើងវាភ័យហើយដឹងឃើញថាតើយើងនឹងបានត្រឡប់ទៅផ្ទះវិញអត់តើគ្រួសារយើងជួបគ្នាវិញអត់ដល់ថាពួកយើងភ័យខ្លាចយើងភ្លេចឃ្លានអស់ហើយភ្លេចឃ្លានអស់ហើយគឺអត់ឃ្លានទាំងអស់មកមនុស្សយើងដឹងថាព្រឹកថ្ងៃយប់បាទយើងអត់បានដឹងថាថ្ងៃច័ន្ទថ្ងៃអង្គារថ្ងៃព្រោះទឹកអីអត់ដឹងទេតែយើងជាកុមារបាទថ្ងៃដែលគេចាប់ដើមឈូឆហ្នឹងគេស្អែកថាប្រមូលដាក់ទូចេញក្រៅឲ្យអស់នឹងឃើញថាបើយើងទៅតាមគេច្បាស់ជាម្ដាយយើងត្រឡប់មកវិញរកយើងអត់ឃើញទេខ្ញុំក៏ប្រមូលបងប្អូនទាំងអស់រត់ពូនក្នុងកំណកអានអត់ទូយប់ហ្នឹងគឺគាត់ផ្លោងធ្លាក់ខ្លាំងណាស់ផ្លោងចូលភ្នំពេញមកខ្លាំងគឺអស់ហើយផ្ទះគឺខ្លាំងយើងធ្វើឲ្យយើងខ្លាចពេញមួយយប់ពីរយប់ហ្នឹងគឺយើងសម្រានអត់លក់ទេហើយយើងនៅឃ្លានណាមិនដឹងយើងធ្វើមិននៅថ្ងៃដែលយើងថ្ងៃចុងក្រោយដែលយើងពងតែពូនកណោក៏អាចទោះឲ្យក៏ស្ងល់គ្រាប់ស្លាវក៏ស្ងាត់ដែរយើងក៏ចេញអង្គុយក្រៅអញ្ចឹងអត់ដឹងថាកងទ័ពវៀតណាម2នាក់ដឹងគេចេញពីជោគណាមកក៏គេដាក់ដាំបាយមកចានឆ្នាំងបែកប៉ុណ្្នឹងមួយហើយខ្ញុំគិតថាបើសិនណាជាបានបាយនឹងហូបគឺយើងកុំហូបឲ្យអស់ហូបបន្តិចដើម្បីសម្រាប់ទុកពេលវេលាច្រើនឲ្យចាំម្ដាយត្រឡប់មកវិញ
តែមកដែរអត់ត្រឡប់មកវិញទេបាទ នេះជារឿងរ៉ាវរបស់ខ្ញុំ នេះជារឿងរ៉ាវរបស់យើង